ព័ត៌មាននឹងដឹកនាំធ្វើយុទ្ធនាការប្រឆាំងទៅនឹងព័ត៌មានคล้ายៗក្រោមវិធានបទថានិយាយថាទេចំពោះព័ត៌មានคล้ายៗគឺជាយុទ្ធនាការមួយដើម្បីផ្ដល់នៅការអប់រំដល់នៅចំណេះដឹងក៏ដូចជាសញ្ញាណមួយចំនួនដើម្បីឲ្យបងប្អូនជាបរិបទបានដឹងថាដើម្បីអាចបញ្ជាក់ថាព័ត៌មាននឹងជាព័ត៌មានคล้ายៗព័ត៌មានមិនត្រឹមត្រូវហើយព័ត៌មានដែលបង្កើតឡើងក្នុងន័យទុច្ចរិតតើគេត្រូវសម្គាល់ទៅលើអ្វីខ្លះនេះគឺជាចំណុចមួយដែលយើងចង់ផ្ដល់ទៅឲ្យបងប្អូនជាបរិបទដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់គាត់បន្ថែមទៀតទៅលើការការពារខ្លួនខ្ញុំឈ្មោះហាក់អ៊ីងបងខ្ញុំយល់ថាពេលដែលជួយគ្នាផ្សព្វផ្សាយពីព័ត៌មានអត់ពិតចឹងទៅធ្វើឲ្យបំពុលសង្គមធ្វើឲ្យអ្នកផ្សេងដែលអត់ដឹងដូចជាចាស់អីចឹងគាត់អាចនឹងយល់ច្រឡំពេលផ្សព្វផ្សាយព័ត៌មានអត់ពិតចឹងទៅប្រជាពលរដ្ឋជាច្រើនខាតពេលវេលាដែលតាមដានខំប្រឹងតាមដានមើលព័ត៌មានទាំងអស់ហ្នឹងព័ត៌មានអត់ពិតអត់ផ្សព្វផ្សាយអត់ចែកម្លែកក្រសួងធ្វើអញ្ចឹងគឺល្អរបស់គាត់ដោយសារវាបានទប់ស្កាត់ព័ត៌មានអត់ពិតហ្នឹងណាឲ្យប្រជាជនទាំងអស់បានដឹងថាព័ត៌មាននេះវាអត់ពិតវាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋយើងនិយាយថាមើលទៅវាអត់បានប្រយោជន៍ហើយយកទៅថាវាភូតភើប្រជាពលរដ្ឋអីចឹងណាមិនចែកចាយមិនបន្តការមើលអីចឹងចាមិនแชร์មិនអីចឹងអត់ចង់ឲ្យមានព័ត៌មានមិនពិតទេចង់ឲ្យតែថាមានព័ត៌មានពិតទេគឺថាចេះតែមានព័ត៌មានមិនពិតចឹងគឺឲ្យវាប៉ះពាល់ដល់ការយើងរកស៊ីលក់ដូរដែរហ្នឹងអញ្ចឹងនិយាយតែខុសការពិតវាចេះតែចុះម្នាក់លឺតគ្នាចេះចុះអីចឹងទៅវាប៉ះពាល់ទាំងអស់គ្នាដល់សង្គមចឹងយើងជាអាជីវករក៏លក់អត់បានអីអត់បានដែរតែចេះតែបលើសការពិតអញ្ចឹងចង់ឲ្យតែមានតែព័ត៌មានពិតចង់សំណុំពរឲ្យដូចថាម្នាក់យើងជួយធ្វើម៉េចនិយាយតែការពិតឲ្យបានច្រើនអាមិនពិតយើងកុំបញ្ចេញបញ្ចប់ត្រឹមហ្នឹងទៅចាព័ត៌មានខ្លាំងៗអាចដែលគេបង្ហោះឬក៏យកមក share តគ្នាហ្នឹងអាចមានផលប៉ះពាល់ច្រើនដល់សង្គមជាតិយើងពេលខ្លះព័ត៌មានហ្នឹងវាមិនពិតទូជេអាចបរិយាជាតិធំអាចនាំឲ្យមានបញ្ហាដល់ប្រទេសជាតិយើងដល់សង្គមយើងទៀតចា៎មកឃើញអញ្ចឹងយើងអោបចោលទៅយើងវាយកទៅបង្ហោះតទៀតក៏អត់មានប្រយោជន៍អីដែរក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូបសូមស្នើដល់បងប្អូនទាំងអស់បងមានព័ត៌មានមិនពិតសូមកុំយកមកបង្ហោះដើម្បីចែកចាយអីកុំឲ្យគេចលាចលអីចឹងព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់សំណុំពរព័ត៌មានច្បាស់ចាំផ្សព្វផ្សាយបើមិនច្បាស់កុំផ្សព្វផ្សាយជួនណាព័ត៌មានវាយូរហើយយកមកផ្សព្វផ្សាយឡើងវិញធ្វើឲ្យប៉ះពាល់ព័ត៌មានคล้ายជាទូទៅបើសិនជាយើងបំផលមកធ្វើឲ្យវាមានភាពអត់សន្តិភាពនៅក្នុងបណ្ដាញ social media តែប៉ុណ្្នឹងឯងហើយធ្វើឲ្យមនុស្សជ្រួលច្បល់ទៅតាមព័ត៌មានដែលចែករំលែកខុសទម្រង់អញ្ចឹងបើក្នុងការប្រើព័ត៌មានមួយយើងគួរតែប្រើព័ត៌មានណាដែលពិតជាក់ស្ដែងកុំធ្វើឲ្យអ្នកលេងក្នុងបណ្ដាញសង្គមជាទូទៅក៏បានស្រាវជ្រាវអ្វីទាំងអស់គឺគាត់មើលតែព័ត៌មានចេញពីទូរស័ព្ទពេកអញ្ចឹងបើសិនជាចង់ share ចង់ចែករំលែកគឺសូមឲ្យចែកការពិតអញ្ចឹងសូមឲ្យអ្នកដែលចែករំលែកជួយឲ្យចែកអ្វីដែលពិតជាក់ស្ដែងនៅក្នុងប្រទេសមួយតែប៉ុណ្ណាក្រសួងធ្វើអញ្ចឹងល្អបើសិនជាមិនធ្វើអញ្ចឹងនាំឲ្យមានបញ្ហាផ្សេងកើតឡើងច្រើនណាស់ព័ត៌មានវាមានខុសគ្នាព័ត៌មានคล้ายៗអស់ហ្នឹងវាវាយលុកខ្លាំងតែអញ្ចឹងយើងធ្វើអញ្ចឹងបំបត្តិវាចោលអូខេល្អការពិតបើនិយាយពាក្យថាคล้ายនៅក្នុងហ្នឹងដូចជាជួបវាច្រើនហើយតែមិនដឹងស្អីជាស្អីតែយកជាការមិនបានជិលមើលវាកុំរវល់វាបោះបង់ចោលទៅយើងមើលតែអាណាល្អពិតទៅវានាំឲ្យយើងចម្រើនខ្លួនឯងឬក៏ចម្រើនសង្គមទៀតតែបើសិនជាទៅអាឡាតាមវាងាប់ហើយវីវហើយអត់មានអីក្រៅពីថាកុំចែកចាយព័ត៌មានคล้ายអ្វីដែលល្អស្រង់ឡើងមកអ្វីដែលមិនល្អសកត់វាចោលទៅលុបចោលទៅសូមបងប្អូនទាំងអស់គ្នាចូលរួមជាមួយនឹងក្រសួងព័ត៌មានក្នុងយុទ្ធនាការប្រឆាំងព័ត៌មានคล้ายហើយសូមនិយាយថាទេចំពោះព័ត៌មានคล้ายនិងចែកចាយតែព័ត៌មានណាដែលពិត
ត្រឹមត្រូវដើម្បីជាប្រយោជន៍ដល់សង្គមរបស់យើង